ការច្នៃប្រឌិតថ្មីៗលើបច្ចេកវិទ្យា blockchain ដូចជា DeFi NFT GameFi និង Layer 2 សុទ្ធតែធ្វើឲ្យមនុស្សចាប់អារម្មណ៍កាន់តែច្រើនតើកត្តាអ្វីខ្លះដែលជំរុញឲ្យទីផ្សារ crypto មានការកើនឡើងសួស្តីបងប្អូនទាំងអស់គ្នាយើងតែងតែឃើញទីផ្សារ cryptocurrency កើនឡើងខ្ពស់គួរឲ្យភ្ញាក់ផ្អើលតើអ្វីទៅជាមូលហេតុពិតក៏នៅពីក្រោយការកើនឡើងនេះថ្ងៃនេះយើងនឹងស្វែងយល់អំពីកត្តាសំខាន់ៗដែលជំរុញឲ្យទីផ្សារ crypto មានការកើនឡើងទី1កំណើនតម្លៃ crypto ពឹងផ្អែកខ្លាំងលើតម្រូវការនិងការផ្គត់ផ្គង់នៅពេលដែលមនុស្សកាន់តែច្រើនចង់ទិញ cryptocurrencyហើយចំនួនកាក់មានកំណត់នោះតម្លៃនឹងឡើងឧទាហរណ៍ Bitcoin ត្រូវបានកំណត់ត្រឹមតែ21លានកាក់ប៉ុណ្ណោះធ្វើឲ្យវាក្លាយជាទ្រព្យសកម្មនិងកម្រនៅពេលដែលតម្រូវការមានការកើនឡើងមួយវិញទៀតការអភិវឌ្ឍបច្ចេកវិទ្យាក៏ជាកត្តាសំខាន់ផងដែរការច្នៃប្រឌិតថ្មីៗលើបច្ចេកវិទ្យា blockchain ដូចជា DeFi NFT GameFi និង Layer 2សុទ្ធតែធ្វើឲ្យមនុស្សចាប់អារម្មណ៍កាន់តែច្រើននៅពេលដែលបច្ចេកវិទ្យាកាន់តែល្អប្រសើរនិងការប្រើប្រាស់ច្រើនតម្លៃក៏កើនឡើងតាមនោះដែរឧទាហរណ៍ការដែលធំលើបណ្ដាញ blockchain ដូចជា Ethereum អាចបង្កើនទំនុកចិត្តនិងទាក់ទាញអ្នកវិនិយោគទី2អារម្មណ៍របស់វិនិយោគិនដើរតួយ៉ាងសំខាន់ព័ត៌មានល្អៗដូចជាការវិនិយោគពីក្រុមហ៊ុនធំឬការអនុម័តច្បាប់ដែលអំណោយផលអាចជំរុញឲ្យមនុស្សមានសុទ្ធតិធិនិយមនិងទិញចូលច្រើនផ្ទុយទៅវិញព័ត៌មានអាក្រក់អាចធ្វើឲ្យមនុស្សភ័យខ្លាចហើយលក់ចេញកត្តា Fear of Missing Out ក៏កើតជាញឹកញាប់ដែរនៅពេលតម្លៃ crypto ចាប់ផ្ដើមកើនឡើងមនុស្សជាច្រើនខ្លាចខកខានឱកាសចំណេញហើយនាំគ្នាទិញចូលដែលធ្វើឲ្យតម្លៃបន្តឡើងក្រៅពីនេះកត្តាសេដ្ឋកិច្ចពិភពលោកក៏មានឥទ្ធិពលផងដែរនៅពេលដែលសេដ្ឋកិច្ចមានអតិផរណាខ្ពស់រូបិយប័ណ្ណធម្មតាបាត់បង់តម្លៃវិនិយោគិនអាចងាកទៅរក crypto ជាមធ្យោបាយរក្សាទុកតម្លៃគោលនយោបាយដូចជាអត្រាការប្រាក់ទាបឬការបោះពុម្ពលុយច្រើនដោយធនាគារកណ្ដាលក៏អាចជំរុញលំហូរមូលធនចូលមកទីផ្សារ crypto ផងដែរភាពមិនប្រកបវិជ្ជាផ្នែកនយោបាយឬចំនួនសេដ្ឋកិច្ចពិភពលោកក៏អាចធ្វើឲ្យវិនិយោគិនរកជំរើសផ្សេងសម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេទី3ការទទួលយកកាន់តែទូលំទូលាយក៏ជាកម្លាំងរុញច្រានមួយផងដែរនៅពេលដែលក្រុមហ៊ុនធំៗស្ថាប័នហិរញ្ញវត្ថុឬសូម្បីតែប្រទេសចាប់ផ្ដើមទទួលយកនិងប្រើប្រាស់ cryptocurrency ជាមធ្យោបាយទូទាត់ឬការវិនិយោគនោះនឹងបង្កើនភាពស្របច្បាប់និងតម្រូវការក្នុងទីផ្សារឧទាហរណ៍ការអនុម័ត Bitcoin ETF បានបើកផ្លូវឲ្យវិនិយោគិនធំៗចូលមកវិនិយោគកាន់តែច្រើនចុងក្រោយព្រឹត្តិការណ៍សំខាន់ៗដូចជា Bitcoin halving ក៏មានឥទ្ធិពលផងដែរជាប្រវត្តិសាស្ត្រនៅពេលដែល Bitcoin halving កើនឡើងតម្លៃ Bitcoin តែងតែមានការកើនឡើងខ្លាំងក្នុងរយៈពេលប្រមាណខែឬប្រមាណឆ្នាំបន្ទាប់ដោយសារការផ្គត់ផ្គង់ថ្មីត្រូវបានកាត់បន្ថយការផ្សព្វផ្សាយពីអ្នកល្បីល្បាញឬប្រព័ន្ធផ្សព្វផ្សាយធំៗក៏អាចជំរុញឲ្យមានការចាប់អារម្មណ៍ពីមនុស្សទូទៅផងដែរសរុបមកការកើនឡើងនៃទីផ្សារ cryptocurrency គឺជាលទ្ធផលនៃកត្តាជាច្រើនដែលរួមបញ្ចូលគ្នាទាំងកត្តាបច្ចេកវិទ្យាតម្រូវការផ្គត់ផ្គង់អារម្មណ៍វិនិយោគិនសេដ្ឋកិច្ចពិភពលោកនិងការទទួលស្គាល់ក្នុងនាមជាវិនិយោគិនយើងចាំបាច់ត្រូវដឹងពីកត្តាទាំងនេះដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងនិងប្រុងប្រយ័ត្នជានិច្ចព្រោះទីផ្សារ crypto តែងតែមានភាពប្រែប្រួលតើបងប្អូនគិតថាកត្តាមួយណាដែលមានឥទ្ធិពលខ្លាំងជាងគេនៅពេលបច្ចុប្បន្នអាច comment នៅខាងក្រោមជួបគ្នាវីដេអូបន្ទាប់